ក្នុងខែសៀមរាបទីបំផុតខ្ញុំរកហាងកាហ្វេឃើញមកកន្លែងទៀតហើយកន្លែងនេះទំតបើកថ្មីឯងក៏ប៉ុន្តែមានបរិយាកាសប្លែកមែនតើរបៀបថាដូចយើងនៅក្នុងផ្ទះកញ្ចក់មួយអញ្ចឹងហើយដែលពិសេសបារីស្តាគេគឺខ្ជូរហើយស្អាតខ្លាំងហើយសម្រាប់មនុស្សរបស់គាត់ហ្នឹងគឺធូរថ្លៃមែនតើហើយរសជាតិវិញឆ្ងាញ់ហើយឡងឈ្ងុយហ្មងអ្នកដែលចូលចិត្តម៉ាឆាអីចឹងចាកុំភ្លេចសាកណាម៉ាឆាគាត់ឈ្ងុយឆ្ងាញ់ខ្លាំងមែនតើអ្នកនរគ្នាអាចមកសាកបានហើយនៅក្នុងហាងកាហ្វេរបស់គាត់ហ្នឹងមានទីតាំងធំទូលាយគាត់ទៅចូលមកដល់ទៅចាក់សពហ្មងណាហាងរបស់គាត់មានឈ្មោះថា Flower Station កន្លែងរបស់គាត់យើងអាចធ្វើការយើងអាចអានសភៅឬក៏មកអង្គុយលេងជាមួយមិត្តភក្តិអីបានចង់មកធ្វើ assignment អីចឹងគឺត្រូវតែម្ដងហើយជាភាសាគាត់មានទាំង indoor និង outdoor ហើយការរៀបចំរបស់គាត់គឺចេញមកចាន់ស៊ីហ្មងខ្ញុំរៀបcomment មែនតើចូលចិត្តញ៉ាំម៉ាឆាអីចឹងដាក់ទៅដល់ត្រូវចិត្តហ្មងហើយអ្នកនរគ្នាអាចមកភ្លក់រសជាតិបានដែលហាងរបស់គាត់ហ្នឹងគឺនៅជិតហ្នឹងដែរទេចាខ្ញុំដាក់ location ឲ្យហាងរបស់គាត់ហ្នឹងនិយាយទៅណាក៏កញ្ចក់ដែរធម្មតាដាក់មួយតអ្នកដែលចូលចិត្តស្វ័យសិក្សាចឹងចាអានសភៅអានអីមកបើថាមិនចូលចិត្តទេចុចទូរស័ព្ទធម្មតាហើយមើលភ្ញៀវគាត់អ្នកនរគ្នាចិនចូលអត់ឈប់ទេហើយខ្ញុំប្រាប់រឿងមួយស្រាប់ម៉ាឆារបស់គាត់អ្នកនរគ្នាកុំហ៊ានសាអីសោះហេសាប្រយ័ត្នសម័យដេកឃ្លានទាំងយប់អីទៅតិចប្រាប់អត់ជឿថ្ងៃមិញខ្ញុំដាក់ម៉ាឆាមួយផ្លែអស់ឡើងមួយកែវភ្លាមឥឡូវអង្គុយកាវីដេអូបដាឃ្លានទៀតឥឡូវឲ្យខ្ញុំធ្វើមកជិះនេះហើយកន្លែងគាត់តិចថាមានតែម៉ាឆាទៅមានគ្រប់ប្រភេទទាំងអស់ឲ្យតែអ្នកនរគ្នាចង់ញ៉ាំអាច order បានតែខ្ញុំចង់ប្រាប់ថាម៉ាឆាឆ្ងាញ់ខ្លាំងណាស់ក៏ម៉ាឆា lover អីបានយល់អារម្មណ៍មួយហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាកាហ្វេ lover ទេដល់ពេលញ៉ាំម៉ាឆានៅនេះម្ដងដូចចង់ម៉ាឆា lover មកជិះនេះហើយបើចង់ញ៉ាំអ្នកនរគ្នាអាចមករកបានតាទីតាំងគាត់នឹងគឺស្រួលរកខ្លាំងមែនតើបាទអ្នកនរគ្នាជិះតាមការតិចទល់មុខវត្តកេសរារាមជិះតាមផ្លូវគៀនកាតិចនឹងមកត្រង់មកហើយជា50ម៉ែត្រទេអ្នកនរគ្នានឹងឃើញហាងកាហ្វេឈ្មោះ Flower Station ហ្នឹងហើយមកពីក្រៅទៅកញ្ចក់បែបហ្នឹងណាអ្នកនរគ្នាកុំភ្លេចមកសាកទាំងអស់គ្នាណាកុំឲ្យតែខ្ញុំចេះតែថាហើយស្រាប់វីដេអូតោះសេមីគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចូលមើលតោះសេមីសូមអរគុណសូមជម្រាបលាបាយបាយ